ជំរាបសួរប្រិយមិត្តក្នុងការបង្ហាញខ្លួនរបស់នាងមច្ឆាមិនថាជារូបភាពឬវីដេអូក្តីសិតសឹងតែជាចម្ងល់នឹងការចង់ដឹងពីការពិតថានាងមច្ឆាមានពិតដែរឬទេធ្លាប់តែឮគេនិយាយតៗគ្នារហូតក្លាយទៅជាជំនឿរបស់មនុស្សទូទាំងពិភពលោកហើយក៏មានមនុស្សមិនតិចនោះទេដែលសង្ឃឹមថាអាកំបាំងរបស់នាងមច្ឆាដែលលាក់ពួននៅក្រោមបាតសមុទ្រនឹងត្រូវលាតត្រដាងនៅថ្ងៃណាមួយតែជាមួយគ្នានេះដែរក៏មានមនុស្សជាច្រើនបានគិតថាវាគឺជារឿងបោកប្រាស់កុហកក្មេងៗតែប៉ុណ្ណោះនាងមច្ឆាមិនមានពិតប្រាកដនោះទេហើយដោយហេតុនេះពួកយើងក៏បានស្វែងរកคลิปវីដេអូមួយចំនួនដែលតាក់ទងជាមួយនឹងនាងមច្ឆាទូទាំងពិភពលោកមករួមគ្នានៅក្នុងคลิปវីដេអូមួយនេះដើម្បីឲ្យទស្សនិកជនបានទស្សនានិងពិចារណាថាវាគឺជាការពិតឬគ្រាន់តែជាការរៀបចំដើម្បីបំភាន់ភ្នែកបើប្រិយមិត្តបានទស្សនាវីដេអូមួយនេះប្រកាសជាហាមាត់ធំហើយស្រែកថាអូ my god ជាមិនខានបើចង់ដឹងថាคลิปវីដេអូទាំងនេះគួរឲ្យចាប់អារម្មណ៍យ៉ាងណានោះសូមអញ្ជើញទស្សនាទាំងអស់គ្នា FM 192ទិញតំណែងក្រុមមុខដឹកដល់ទីកន្លែងលំដាប់ទី6នាងមច្ឆាជាប់មងតើអ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើអ្នកគឺជាអ្នកនេសាទនៅកណ្ដាលសមុទ្រដ៏ធំល្វឹងល្វើយហើយស្រាប់តែបានជួបប្រទះហេតុការណ៍បែបនេះដោយនៅក្នុងคลิปវីដេអូមួយនេះបានបង្ហាញឲ្យឃើញថាពួកអ្នកនេសាទកំពុងតែធ្វើការនៅលើទូកតាមធម្មតាតែនៅខណៈពេលដែលពួកគេកំពុងតែទាញសំណាញ់ឡើងមកលើទូកក៏មានភីវៈមានជីវិតចម្លែកម្យ៉ាងដែលមើលទៅស្រដៀងមនុស្សលោកដៃចេញមកពីក្នុងសំណាញ់ហើយដៃនោះមានរូបរាងចម្លែកខុសពីដៃរបស់មនុស្សខ្លាំងណាស់វាមានស្បែកជាប់គ្នានិងមានម្រាមដូចជាបន្លាអេដមីនក៏មើលមិនសូវច្បាស់នោះដែរថាវាគឺជាអ្វីឲ្យប្រកាសទៅដោយអ្នកនេសាទម្នាក់ដែលនៅក្នុងហេតុការណ៍នៅថ្ងៃនោះបានចេញមកបកស្រាយថាភីវៈមានជីវិតចម្លែកដែលជាប់សំណាញ់របស់ពួកគេនោះមានខ្លួនពោពេញទៅដោយស្រកាតែមានដៃដូចជាមនុស្សតែខណៈពេលនោះពួកគេភ្ញាក់ផ្អើលខ្លាំងណាស់ក៏បានទម្លាក់វាចូលទៅក្នុងទឹកសមុទ្រវិញយ៉ាងរហ័សហើយខ្ញុំជឿថាអ្នកនេសាទទាំងនេះប្រកាសជាគ្មានថ្ងៃភ្លេចរឿងរ៉ាវបែបនេះនោះឡើយលំដាប់ទី5នាងមច្ឆានៅកណ្ដាលរាត្រីคลิปវីដេអូមួយនេះបានបង្ហាញអំពីសកម្មភាពរបស់អាជ្ញាធរការពារសន្តិសុខដែនសមុទ្រដែលកំពុងតែចេញប្រតិបត្តិការចោះត្រួតពិនិត្យនៅពេលយប់ហើយនៅក្នុងយប់មួយនេះគឺមានភាពខុសប្លែកពីធម្មតាដោយសារតែមានអ្វីម្យ៉ាងបានចេញមកពីក្នុងបាតសមុទ្រនៅខណៈពេលដែលទូកកំពុងធ្វើចរាចរណ៍នៅលើផ្ទៃទឹកដែលពោពេញទៅដោយរលកធំនិងបរិយាកាសគួរឲ្យខ្លាចអ្នកទាំងអស់គ្នាព្យាយាមសម្លឹងមើលទៅចំណុចខាងស្ដាំដៃវាដូចជាមានកែវភ្នែករបស់សត្វអ្វីម្យ៉ាងហោះចេញមកពីក្រោមទឹកបើយើងសង្កេតមើលឲ្យច្បាស់នោះវាថែមទាំងមានកន្ទុយទៀតផងពិតជាគួរឲ្យខ្លាចខ្លាំងណាស់នៅខណៈពេលដែលភីវៈចម្លែកមួយនេះបានបង្ហាញខ្លួនបរិសុទ្ធដែលនៅខាងស្ដាំដៃក៏ប្រញាប់រត់មកខាងឆ្វេងយ៉ាងលឿនតែម្ដងជប់បែបនេះអ្នកណាក៏រត់សណ្ដែក្រោយពីយប់នោះបានកន្លងផុតទៅបរិសុទ្ធម្នាក់នេះក៏បាននាំរឿងរ៉ាវមកនិយាយឲ្យមិត្តភក្តិរបស់គាត់ស្ដាប់ហើយអ្នកដែលបានស្ដាប់រឿងនេះគ្មានអ្នកណាជឿឡើយសូម្បីតែម្នាក់ក្រោយមកគាត់ក៏បង្ហាញคลิปវីដេអូឲ្យពួកគេមើលភ្លាមនោះពួកគេក៏ភ្ញាក់ផ្អើលមិននឹកស្មានដល់តែម្ដងពេលដែលគេនិយាយមិនជឿនោះទេទាល់តែមានផុសតាំងទៅជឿតែម្ដងលំដាប់ទី4ចាប់បាននាងមច្ឆាHappy Valentine's Day ថ្ងៃទី13-14កុម្ភៈរកការបញ្ជាទិញគ្រឿងសម្អាងចាប់ពី$20ឡើងទៅនិងទទួលបានផ្កាកុលាបពី FL 192សង្គមនៅក្នុងសម័យបច្ចុប្បន្ននៅពេលដែលជួបប្រទះហេតុការណ៍ប្លែកៗឬឃើញរបស់ចម្លែកភាគច្រើនតែងតែទិញទូរស័ព្ទដៃមកថតដើម្បីបង្ហោះនៅក្នុងបណ្ដាញសង្គមហើយហេតុការណ៍មួយនេះក៏ដូចគ្នានោះដែរវាបានកើតឡើងក្បែរមាត់ទន្លេមួយក្នុងសហរដ្ឋអាមេរិកមានអ្នកទេសចរជនជាតិអូស្ត្រាលីម្នាក់ថតបានហេតុការណ៍ចម្លែកមួយមុនដំបូងគាត់ឃើញមានរថយន្តពណ៌ខ្មៅមួយគ្រឿងដែលបើកបោកចតនៅក្បែរមាត់ទន្លេដ៏គួរឲ្យសង្ស័យអ្នកទេសចរម្នាក់នេះក៏បានរកកន្លែងពួនហើយក៏បានលួចថតវីដេអូផងដែរមួយសន្ទុះក្រោយមកគាត់ក៏ប្រទះឃើញបរិសុទ្ធ2នាក់ពាក់ឈុតពណ៌លឿងកំពុងតែអូសរបស់ចម្លែកម្យ៉ាងចេញពីក្នុងទឹកវាមានរូបរាងស្រដៀងទៅនឹងមនុស្សតែមានកន្ទុយជាត្រីក្រោយពីម្ចាស់វីដេអូបានបង្ហោះคลิปមួយនេះចូលទៅក្នុងបណ្ដាញសង្គមរួចនោះក៏មានមនុស្សជាច្រើនចូលមកទស្សនារហូតដល់រាប់លានអ្នកឯណោះហើយពួកអ្នកទស្សនាក៏មានការងឿងឆ្ងល់ជាខ្លាំងថារូបភាពមួយនេះវាគ្រាន់តែជាការពិសោធន៍របស់អ្នកវិទ្យាសាស្ត្រឬអ្វីឲ្យប្រកាសទៅដោយសារតែសម្លៀកបំពាក់របស់ពួកគេគឺជាសម្លៀកបំពាក់របស់អ្នកវិទ្យាសាស្ត្រតើប្រិយមិត្តយល់យ៉ាងណាដែរតើភីវៈចម្លែកនៅក្នុងវីដេអូមួយនេះវាគឺជាអ្វីឲ្យប្រកាសទៅដោយសារតែវីដេអូមួយមិនសូវច្បាស់តែពិនិត្យមើលយូរទៅក៏ស្រដៀងមួយយ៉ាងដែរលំដាប់ទី3ជួបនាងមច្ឆានៅក្រោមបាតសមុទ្រនៅក្នុងប្រទេសអូស្ត្រាលីប្រសិនបើអ្នកគឺជាបុគ្គលម្នាក់ដែលចូលចិត្តមុជទឹកនោះសមុទ្រនៅក្នុងប្រទេសមួយនេះពិតជាស័ក្តិសមសម្រាប់ការមុជទឹកខ្លាំងណាស់ព្រោះវាមានទេសភាពស្រស់ស្អាតបំផុតប្រសិនបើអ្នកមានឱកាសទៅមុជទឹកនៅទីនោះអ្នកប្រកាសជាជាប់ចិត្តជាមិនខានដោយសារតែមានផ្កាថ្មនិងត្រីកម្រជាច្រើនហើយហេតុការណ៍នៅក្នុងคลิปវីដេអូមួយនេះវាគឺជាការមុជទឹករបស់អ្នកស្រាវជ្រាវក្រោមបាតសមុទ្រដើម្បីសិក្សាពីផ្កាថ្មដោយភាគច្រើនអ្នកស្រាវជ្រាវតែងតែបំពាក់កាមេរ៉ាមកជាមួយផងដែរដើម្បីថតវីដេអូនៅខណៈពេលដែលពួកគេកំពុងតែចុះប្រតិបត្តិការនៅគ្រាមួយខណៈពេលដែលក្រុមការងារម្នាក់បានប្រទះឃើញត្រីដ៏ធំមួយហែលឆ្លងកាត់ពួកគេពីខាងក្រោយនៅពេលដែលគាត់ងាកទៅមើលអ្វីដែលគាត់បានឃើញនោះវាមានរូបរាងដូចជានាងមច្ឆាយ៉ាងអញ្ចឹងទោះបីជារូបរាងរបស់វាមើលមិនសូវច្បាស់តែយើងក៏អាចមើលដឹងថាវាគឺជារូបរាងរបស់ភីវៈមានជីវិត
មិត្តម្យ៉ាងហើយនៅពេលដែលពួកគេយករូបភាពមកពិនិត្យមើលបានបង្ហាញថាវាមានរូបរាងខុសពីត្រីធម្មតាយ៉ាងច្បាស់ក្រឡែតព្រោះត្រីមិនមានដៃដូចជាមនុស្សនោះទេក្រោយមកបរិសុទ្ធដែលបានថតរូបមួយនេះក៏មានភាពចម្លែកក្នុងចិត្តយ៉ាងខ្លាំងមិនដឹងថាពិវៈមានជីវិតដែលគាត់បានជួបប្រទះនោះគឺជាអ្វីឲ្យប្រកាសទៅបើយើងសង្កេតមើលទៅលើវីដេអូវាមើលទៅមិនសូវច្បាស់ព្រោះទឹកល្អក់ហើយក្រោយពីសត្វចម្លែកមួយនេះបានហែលចេញទៅបាត់នៅក្នុងភាពងងឹតក៏បានធ្វើឲ្យអ្នកស្រាវជ្រាវទាំងនេះមានចម្ងល់និងភាពសង្ស័យជាខ្លាំងថ្ងៃបន្ទាប់ពួកគេក៏បានចោះមកស្រាវជ្រាវនៅកន្លែងដើមម្ដងទៀតលទ្ធផលពិតជាល្អខ្លាំងណាស់ព្រោះការចោះមកស្រាវជ្រាវលើកនេះពួកគេថតបានច្បាស់ជាងមុនថតបានទាំងខ្លួនតែម្ដងលំដាប់ទី2នាងមច្ឆាហែលទឹកលេងឆ្នេរមួយនេះគឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញព្រោះវាមានទស្សនីយភាពក្រាមបាតសមុទ្រដ៏ស្រស់ស្អាតនិងទឹកដ៏សែនថ្លាទាក់ទាញចិត្តភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្តបានយ៉ាងងាយស្រួលច្បាស់ណាស់ការមកដើរកម្សាន្តមនុស្សភាគច្រើនតែងតែនាំយកកាមេរ៉ាថតរូបមកជាមួយផងដែរហើយក៏មានคลิปវីដេអូមួយដែលថតបានដោយអ្នកទេសចរម្នាក់បានបង្ហាញឲ្យឃើញពីជីវៈមានជីវិតចម្លែកម្យ៉ាងដែលកំពុងតែហែលទឹកលេងនៅក្នុងសមុទ្ររូបភាពដែលយើងបានឃើញនេះវាប្រៀបដូចជាមនុស្សស្រីដែលមានរូបរាងស្រដៀងទៅនឹងនាងមច្ឆានៅពេលដែលអ្នកទេសចរបានជួបហេតុការណ៍បែបនេះក៏នាំគ្នាភ្ញាក់ផ្អើលនិងឆ្ងល់ថាវាគឺជាសត្វអ្វីឲ្យប្រកាសនោះទេលំដាប់ទី1នាងមច្ឆាហក់លើទឹករឿងរ៉ាវលំដាប់តទៅនេះវាបានកើតឡើងជាច្រើនឆ្នាំមកហើយមានគ្រួសារមួយមានគ្នា3នាក់ដែលកំពុងតែជិះទូកលេងកម្សាន្តតែនៅខណៈពេលនោះកូនរបស់គាត់ក៏បានប្រទះឃើញអ្វីមួយយ៉ាងដែលបានហែលតាមទូករបស់ពួកគេទៅពេលនោះពួកគេក៏មិនចាំយូរប្រញាប់ដកទូរស័ព្ទចេញមកថតវីដេអូជាបន្ទាន់ដើម្បីទុកជាភស្តុតាងយកទៅឲ្យមិត្តភក្តិមើលហើយអ្វីដែលពួកគេថតបាននោះវាមានរូបរាងដូចជានាងមច្ឆាយ៉ាងអញ្ចឹងព្រោះនៅពេលដែលវាហក់ឡើងលើទឹកយើងឃើញថាវាមានដៃយ៉ាងច្បាស់ដោយសារតែคลิปវីដេអូថតនៅពេលប្រឡប់ទៅមើលមិនសូវច្បាស់តើប្រិមិត្តយល់យ៉ាងណាដែរគិតថាវាគឺជាសត្វអ្វីទៅអាចខមមិនប្រាប់អេមីនបានណាសូមអរគុណប្រិមិត្តដែលបានទស្សនាคลิปវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បើចូលចិត្តកុំភ្លេចចុច like ចុច share បើចង់តាមដានទស្សនាវីដេអូបន្ទាប់កុំភ្លេចចុច subscribe និងចូលចុចរូបកណ្ដឹងផងណាសម្រាប់ថ្ងៃនេះសូមជម្រាបលាជួបគ្នានៅឱកាសក្រោយទៀតជូនពរសំណាងល្អ App 192ទិញតំណែងគ្រប់មុខដឹកដល់ទីកន្លែង